Ok បងប្អូនអរគ្នាឥឡូវយើងមកវិភាគសម្រាប់ទិសដៅមើលទីផ្សារទៅលើ goal ហើយយើងចូលនៅក្នុង time frame ជា daily time frame ហើយយើងកលេចមើលទៅលើ time frame ធំគឺបច្ចុប្បន្ននៅក្នុង daily គឺបានបង្កើតនៅប្រភេទជាគេហៅថា candlestick pattern មួយដែលយើងអាចឲ្យឈ្មោះថាប្រភេទទៅលើ bearish harmonic pattern ក៏ដូចជាយើងអាចនិយាយថា bearish inside bar យើងឃើញថាអត់មានជា candlestick មួយដែលគេហៅ mother candle ជាមួយនឹង inside នៅខាងក្នុងមួយគឺគេហៅថាជា baby candle អានេះគេហៅថា inside bar ហើយ inside bar នេះគឺជាប្រភេទ inside bar បែបម៉េចគឺជាប្រភេទ bearish inside bar ហើយបានយើងនិយាយថាប្រភេទជា bearish inside bar អូខេវាកើតឡើងនៅតំបន់ resistance យើងចាំចាំតំបន់ល្អមែនតើគឺជាតំបន់គេហៅថា resistance អូខេសួរថាយើងរងចាំអីគេរងចាំ candlestick នៅក្នុងការបង្ហាញពីការ break out នៅក្នុង low នៃ daily time frame នៃ candlestick មួយ candle ហ្នឹងចឹងបើបាន break out គឺ scenario goal គឺអាចនឹងធ្វើការ down ចុះមកបន្តទៀតប៉ុន្តែឥឡូវវាកំពុងតែដើរទិសដៅមួយនៅក្នុងការអាចនឹងព្យាយាមនៅក្នុងការ break ទៅលើតំបន់ support ខាងក្រោមនៃ low ចាស់នៃ candlestick កាលពីថ្ងៃសុក្រហ្នឹងហើយអញ្ចឹងយើងត្រូវចាំមើល scenario របស់វាកើត inside bar នេះកើតនៅពេលណាកើតនៅតំបន់នៃ resistance គឺល្អមែនតើគឺ trend line នេះគឺគេថា down trend មកប៉ុន្តែវាកើតឡើងនៅ resistance អូខេចឹងយើងតម្លាក់មក time frame ទូចឲ្យមើលកាន់តែច្បាស់ទៅយើងតម្លាក់ time frame 4ម៉ោងងាយស្រួលនៅក្នុងការចាប់តាក់ទងជាមួយនឹង trend line របស់យើងអូខេយើងតម្លាក់មក time frame 4ម៉ោងគឺយើងចាប់មកអូខេយើងចាប់យកទៅលើចុង shadow ទីផ្សារវាបានចុះមកវាបានឡើងទៅប៉ះនៅតំបន់ resistance ដែលជា trend នៃការ down trend គឺវាបានទៅប៉ះនៅតំបន់ហ្នឹងហើយយើងចាប់ support អូខេទីផ្សារឡើងចុះជា channel ល្អមែនតើទីផ្សារនៅពេលដែលវាឡើងទៅប៉ះនៅតំបន់ resistance ហ្នឹងគឺវាបានបញ្ជាក់ពីការបដិសេធនៃការកើនឡើងទៅលើបន្តទៀតបង្ហាញជា candlestick ដែលវាមានការ rejection ជាមួយនឹង candlestick ជាប្រភេទ bearish candlestick ឬក៏យើងអាចហៅវាមួយទៀតជាប្រភេទ Murubosu ដោយសារតែការបិទនៃកម្លាំងរបស់វាគឺល្អមែនទែននៅក្នុង time frame 4ម៉ោងហើយបច្ចុប្បន្នកំពុងតែបន្តជាមួយនឹងការធ្លាក់ចុះមកបន្តទៀតវាជាការ confirm នៃទីផ្សារបើសិនជា4ម៉ោងនេះសល់ប្រហែលជាប្រហែលវិនាទីនេះបិទស្អាតមួយទៀតគឺបញ្ជាក់ពីទីផ្សារគឺកាន់តែមានការ confirm ខ្លាំងនៅក្នុងការទីផ្សារប្រភេទបែបនេះហេតុអីបានជាស្ត្រៀមការចូលទីផ្សារដោយសារអីគឺវាបានបញ្ជាក់ពីការបដិសេធជាមួយនឹងការកើនឡើងឬក៏គេហៅការ rejection នៅក្នុងទីផ្សារអូខេឡើងចាប់ផ្ដើមបង្ហាញពីភាពខ្សោយនៃការកើនឡើងឬក៏ភាពខ្សោយនៃការទិញវាបានបញ្ជាក់ជាមួយការចុះវិញអូខេសួរថាហេតុអីបានជាទីផ្សារមានការចុះវិញជាគូផ្សំកលេចទៅមើលព័ត៌មានតិចព័ត៌មានគឺតកតងជាមួយនឹងការពន្យាពេលទៅលើការដាក់សម្ពាធនៃការដាក់ពន្ធពីប្រទេសសហរដ្ឋអាមេរិកឬក៏ពីសំណាក់លោកដូណាល់ត្រាំទៅកាន់សហភាពអឺរ៉ុបអញ្ចឹងវាធ្វើឲ្យទីផ្សារគឺមានការត្រឡប់ចុះមកវិញហើយបច្ចុប្បន្ននេះគឺសួរមានព័ត៌មានអីទៀតនៅក្នុងថ្ងៃអង្គារទី27 ខែ 5 នេះគឺអត់មានព័ត៌មានអីទៀតទេអូខេអញ្ចឹងបើសិនជា4ម៉ោងបិទស្អាតទីផ្សារនេះអាចមានរយច្រើនគឺនឹងការធ្លាក់ចុះមកបន្តទៀតដោយសារអីគេយើងគូ trend line នៅក្នុងគេថាម៉ាស៊ូននេះគឺយើងឃើញថាទីផ្សារបាន break out ហើយបាទ change trend ពី trend up មកជា down trend វាបាន break out ជាមួយនឹងបកគោល Murubosu candlestick ជាមួយនឹងការ confirmation ទីផ្សារឥឡូវ candlestick បាន confirm ស្អាតហើយអូខេភាគរយច្រើនវាអាចនឹងមានការបន្តចុះមកទៀតហើយសួរថាទិសដៅនៃការធ្លាក់ចុះវាបន្តទៀតគឺទិសដៅទី1ជាតំបន់ support ទិសដៅទី2ដែលក៏ជាតំបន់ support របស់វាអូខេទិសដៅបន្តទៀតសួរថាតំបន់ណាដែលជាតំបន់ដែលវាអាចនឹងត្រឡប់ចុះមកបន្តគឺជាតំបន់នេះឯងដែលជាតំបន់ដែលវាអាចនឹងចុះមកបន្តទៀតបើសិនជាវា break នៅ support វាតាមដំណាក់កាលរបស់វាអូខេអញ្ចឹងយើងមើល time frame 4ម៉ោងវាបាន break ទៅទីផ្សារនៃការ up trend ទៅហើយនៅក្នុងមួយស៊ូនវាប៉ុណ្ណេះនៅក្នុងមួយ block វាប៉ុណ្ណេះគឺវាបាន break ហើយគេហៅថាការ change trend ហើយអញ្ចឹងយើងតម្រាក់ time frame 1ម៉ោងនៅក្នុងការរកចូលទីផ្សារតាមពិតយើងបានចូលពីព្រឹកមិញមួយសារនេះអូខេមានការ break out ដោយសារតែប៉ះទៅលើតំបន់ resistance បន្ទាប់មកមានការ break out ហើយក៏បាន pull back ទៅតំបន់តម្លៃនេះបាទអូខេបើយើងចាប់មកយើងយកជា shadow ទីមកវាអាចខុសគ្នាតិចតួចអូខេយើងចាប់ទៅលើសាច់ខ្លួនរបស់វាអូខេវាបានប៉ះចំនួនប៉ុន្មានដង1 2 3 4 5ដងវាមានការ break out ហើយវាបាន pull back ត្រឡប់ទៅប៉ះជាមួយនឹងតំបន់ resistance របស់វាឬក៏ pull back ប៉ះទៅលើកន្លែង support line នៃទីផ្សារកើនឡើងនេះវាបានចុះមកវិញឥឡូវទីផ្សារយើងមើល1ម៉ោងមានការអានេះ candlestick គឺជា continuation candle វាអាចនឹងរុញច្រានឲ្យទីផ្សារមានការធ្លាក់ចុះមកបន្តទៀតហើយសួរទិសដៅបន្ទាប់វាណាទិសដៅបន្ទាប់វាគឺជាតំបន់នៅខាងក្រោមនេះវាបានមាន FVG នៅខាងក្រោមមួយជាមួយនឹង candlestick យើងដាក់ចាប់នៅ order block វាខាងក្រោមអូខេទិសដៅ goal អាចនឹងចុះមកបន្តទៀត
អាចនឹងមកតំបន់ទី1តំបន់ទី2ហើយនិងតំបន់ទី3គឺជាតំបន់នៅខាងក្រោមនេះបើសិនជាអត់មានទៅលើព័ត៌មានណាមួយដែលបញ្ជាក់ថាទីផ្សារអាចនឹងមានការឡើងទៅលើវិញទេអានេះគឺយើងមើលទៅលើ trend line ធំប៉ុន្តែយើងសួរថាការដាក់វិភាគទៅតាមផ្នែក technical តើវា 100% អត់សម្រាប់ការចូលទីផ្សារវាអត់ទេលោកត្រៃយើងមើលព័ត៌មានដូចគ្នាចាក់ស្ដែងអូខេបើសិនជាយើងឃើញថាផែនការយើងអូខេទីផ្សារវាអាចនឹងមានការធ្លាក់ចុះមកទៀតប៉ុន្តែបែរជាមើលទៅផ្នែកព័ត៌មានវាមានទៅលើភាពប្រកម្មរកោឬក៏ការកើនឡើងនៃសង្គ្រាមផ្សេងទៅលើប្រទេសផ្សេងក៏ដូចជាការដាក់សម្ពាធទៅលើពន្ធឬក៏សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានការធ្លាក់ចុះលើកត្តាណាមួយដែលវាអាចនឹងរុញច្រានវាឡើងវិញប៉ុន្តែបើសួរថាការវិភាគនៅក្នុងថ្ងៃនេះយើងមើលឃើញទិសដៅនៃទីផ្សារ gold គឺអាចនឹងមានការបន្តការធ្លាក់ចុះមកទៀតដោយវាបច្ចុប្បន្នយើងមើល trend line ធំវាស្ថិតនៅក្នុងទីផ្សារ down trend ហើយបច្ចុប្បន្នបើយើងមើលនៅក្នុង trend line ទូចក៏ដូចគ្នាដែរក្នុងមួយសូននេះគឺវាបាន change trend ពីការ up trend មកជា down trend ហើយអញ្ចឹងទីផ្សារនេះវាអាចនឹងមានការត្រឡប់ចុះមកវិញអញ្ចឹងអូខេអ្នកនរគ្នាយើងចាំមើលអូខេផែនការរបស់យើងគឺនៅតែអាចធ្លាក់ចុះហើយការដែលយើងដាក់ផែនការ sell gold តាមពិតយើងមក sell ភាសាយកផលចំណេញហើយយើងធ្លាក់ថា frame ទូចដើម្បីអីដើម្បីធ្វើការចូលទីផ្សារកន្លែងនេះបង្កើតជា candlestick អីគេជាប្រភេទគេហៅថា twister top នឹងកើតនៅណាហេតុអីបានប្រសិទ្ធភាពខ្លាំងម៉េះវាកើតឡើងនៅតំបន់ resistance ជាមួយនឹងការ pull back នៅទីផ្សារអូខេវាកើតឡើងកន្លែងហ្នឹងអញ្ចឹងយើងបានចូលវាហើយគឺជាចំណុចដែលយើងអាចយកផលចំណេញ TP គឺជាចំណុចកន្លែងនេះយើងបានយក TP ចំណេញហើយបច្ចុប្បន្នទីផ្សារ gold យើងរងចាំ sell វានៅតំបន់នេះបន្តទៀតអូខេតំបន់នេះគឺជាតំបន់ដែលយើងរងចាំ sell ព្រោះអីគេយើង sell ជាមួយនឹងការ pull back ទីផ្សារអញ្ចឹងយើងដាក់ផែនការ sell នៅក្នុងចន្លោះតម្លៃ20គុត25អូខេ stop loss យើងដាក់នៅក្នុងតម្លៃ30គុតហើយយើង open TP បន្ទាប់ទៀតសួរថាតម្លៃតំបន់ណាបើយើងធ្លាក់ time frame ទូចវាអាចនឹងចន្លោះក្នុងតំបន់នេះឬក៏តំបន់ខាងក្រោមនេះអាស្រ័យលើយើងមើលទៅលើទីផ្សារជាក់ស្ដែងអូខេអញ្ចឹងយើងរងចាំដែរតំបន់បន្ទាប់ទៀតដែលទីផ្សារវាកាន់តែ confirm នៃការធ្លាក់ចុះលុះត្រាតែវា break នេះតំបន់0នេះមួយទៀតវាបាន break 0នេះមួយទៀតអាហ្នឹងគឺវាអាចនឹងមានការធ្លាក់ចុះមកក្រោមបន្តទៀតអាហ្នឹងទាក់ទងមួយទីផ្សារយើងមើលតាមទីផ្សារជាក់ស្ដែងប៉ុន្តែយើងកុំចូលចិត្តទាយទៅលើទីផ្សាររយៈពេលវែងពេកយើងមើលតាមទីផ្សារជាក់ស្ដែងនៅពេលដែលវាមានការធ្លាក់ចុះមកតំបន់ហ្នឹងអូខេបងប្អូនអរនេះអញ្ចឹងការដាក់វិភាគយើងមើលទៅលើទិសដៅធំក៏ដូចយើងឃើញថាទីផ្សារមានការធ្លាក់ចុះទៅអញ្ចឹងការដែលចូលទីផ្សារយើងទៅនៅក្នុង time frame ទូចបើមានព័ត៌មានអីទេអ្នកនរនេះគួរតែដាក់ផែនការក្នុងការ sell មករកកន្លែង sell កុំព្យាយាមរកកន្លែង buy អូខេអញ្ចឹងអរគុណបងប្អូនអរគ្នាឥឡូវយើងជួបគ្នានៅវីដេអូបន្ទាប់ឥឡូវយើងការមើលទីផ្សារនៅក្នុង time frame ធំអូខេអរគុណបងប្អូនអរគ្នាកុំភ្លេចជួយ follow ជួយ subscribe YouTube ក៏ដូចជាដាក់ notification ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមទៀតណាអរគុណ